ធម្មតាវិស័យនៃមនុស្សជាបុគ្គលជនយើងមិនថាតែយើងឬក៏មិនថាគេទេខ្លួនយើងមួយចិត្តមួយគេមួយទៀតចិត្តមួយទៀតចិត្តផ្សេងគ្នាអញ្ចឹងការដែលយើងទៅប្រាប់បនគេយើងបបួលគេឲ្យមកស្រាប់ផងយើងទៅបបួលគេឲ្យមកធ្វើបនជាមួយយើងទៅបបួលគេឲ្យមកសន្សំសេចក្តីល្អជាមួយយើងបបួលគេអញ្ជើញគេឲ្យទៅចូលរួមពិធីបនឡើងផ្ទះឬក៏ទៅជប់លៀងទៅស៊ីផឹកទៅសប្បាយក្អាកអាយរីករាយគេពេញចិត្តនឹងទៅតែបើបបួលមកបនអាណាសូវចង់ប្រមាណដល់យាយណោះបើមកអស់លុយមិនបានលុយណាមានសប្បាយអីមិនញោមមិនសប្បាយអីមកអស់លុយទៅទៀតក៏អត់មានសប្បាយអីសោះប៉ិនបើទៅបបួលគេចូលរួមពិធីជប់លៀងគេអញ្ញឹមរីករាយនឹងទៅត្រេកអរនឹងទៅអញ្ចឹងបានអាត្មាទៅត្រូវធ្វើចិត្តឲ្យធ្ងន់បន្តិចជួនកាលទៅចំផ្ទះខ្លះគេមិនត្រេកអរជាមួយយើងអីទៅបបួលគេទៅគេសំដីលើក្រោមបន្តិចបានព្រះលោកថាអ្នកបបួលហ្នឹងកុំឲ្យខ្លួនយើងនឹងឯងចិត្តស្រាលជួនកាលគេថាមកត្មងត្មាំងទៅវិញកពុកបនអស់លេញាតញោមហើយអញ្ចឹងត្រូវធ្វើចិត្តឲ្យធ្ងន់ដូចអ្នកសំដែងធម៌អញ្ចឹងពេលខ្លះសំដែងចប់រួចមានអ្នករិះគន់អញ្ចឹងទោះបីជារិះគន់លឺនៅនឹងតិចនឹងក៏ដោយគេប្រាប់ក៏ដោយចិត្តនឹងត្រូវតែសាជាកណ្ដាលព្រះភិក្ខុសង្ឃអង្គសាមណេរដែលឲ្យឈ្មោះថាភិក្ខុទៅបានពីព្រោះមិនប្រកាន់នឹងនាមធម៌រូបធម៌សំឡេងដែលលើតាមតិចវាគ្រាន់តែជារូបធម៌រូបគ្រាន់តែជារូបមិនមែនជាសត្វមិនមែនជាបុគ្គលមិនមែនជាតួមិនមែនជាខ្លួនមិនមែនជាយើងមិនមែនជាគេកាលបើមិនប្រកាន់នៅបញ្ចខណ្ឌរូបវេទនាសញ្ញាសង្ខារវិញ្ញាណនោះហើយព្រះលោកឲ្យសម្គាល់ថាជាភិក្ខុតែបើសិនជាទេសនាទូមានព្រានបដៅញាតញោមហើយញាតញោមរិះគន់ញាតញោមថាញាតញោមមិនពេញចិត្តខឹងអអន់សពុនចិត្តថ្នាំងថ្នាក់នៅតែជាប់ចម្ពាក់ក្នុងលោកធម៌8មានលៀបអត់លៀបមានយកអត់យកសុខសរសើរនឹងទៀតដដែលមិនឲ្យឈ្មោះថាភិក្ខុទេហីថាមិនចង់ចូលទេនៅជាប់មាត់ដដែលយីពួកវាធ្លាប់មាត់នឹងអស់ហើយញាតញោមតែចង់សម្ដែងធម៌អីឲ្យវាស្រាលស្រាលញាតញោមងាយស្ដាប់បង្វែរញាតញោមថាអញ្ចឹងទៅបបួលគេពេលខ្លះគេរីករាយនឹងមកពេលខ្លះគេមិនរីករាយនឹងមកក៏យើងត្រូវធ្វើហរតីគឺចិត្តរបស់យើងនឹងឲ្យសបាយត្រេកអរតែខ្ញុំមកបបួលគេធ្វើបន់ហើយទៅបបួលញោមចាក៏ដូចគ្នាពេលមិនមែនតែញោមចាយើងឯនេះទេយកទៅចាក់ទៅលើទាំងអស់ពេញមកប្រទេសអញ្ចឹងញោមចាដែលទៅបបួលញាតិញោមទៅធ្វើបន់បើគាត់មិនបានមកក៏ចូលតិចក៏ដោយច្រើនក៏ដោយចែកបន់ឲ្យស្មើគ្នាទាំងអស់មានណាញាតិញោមមិនតែសម័យយើងនេះទេសម័យព្រះមានហើយរឿងសិទ្ធិជើងឆ្មាអីនោះញាតិញោមធ្លាប់ស្ដាប់ទេរឿងបបួលគេមកធ្វើបន់នេះគេធ្វើមិនខ្លះនោះញាតិញោមធ្លាប់ស្ដាប់ហ៎អត់ទេហ៎អញ្ចឹងលើកបន្តិចសម័យព្រះញាតិញោមមើលមានមនុស្សម្នាក់នឹងរឿងដើរបបួលគេធ្វើបន់ណាមនុស្សម្នាក់នឹងឯងគាត់ទទួលសង្ឃទានទទួលនិច្ចផាត់សម្រាប់ប្រសងស្អែកហ្នឹងទទួលផាត់សង្ឃស្អែកហ្នឹងដល់ទទួលច្រើនអង្គទៅរាប់រយអង្គទៅគាត់មិនដឹងខ្លួនឯងត្រផងដឹងជាទទួលទាំងអស់ហ្នឹងទទួលរត់វាមិនរួចមានតែបបួលអ្នកដទៃប៉ុន្តែលទ្ធភាពរបស់គាត់មានល្មមដែលអាចទទួលបានប៉ុន្តែគាត់ថាគាត់ក្នុងចិត្តរបស់គាត់មិនចង់ឲ្យមានតែទ្រព្យទៅអនាគតជាតិហើយអត់ញាតទេអញ្ចឹងបានជាញោមចាគាត់តែនិយាយតាដែលគាត់បបួលញាតិញោមហ្នឹងគាត់មិនមែនអត់ខ្លួនគាត់អត់លទ្ធភាពធ្វើទេប៉ុន្តែគាត់ចង់បានទ្រព្យផងនិងចង់បានញាតផងអញ្ចឹងមិនបានមិនបង្ហើយញោមចង់បានទាំងទ្រព្យចង់បានទាំងញាតចឹងញាតិញោមដូចជាញោមស្រីពុទ្ធបរិស័ទចាស់ដើមទានប្រធានបនថ្ងៃនេះដែលគាត់សម្បូរធនធានទ្រព្យសម្បត្តិយកសក្តិទូនីតិខ្ពង់ខ្ពស់ឧត្តមប្រសើរហើយសម្បូរទាំងញាតិទៀតអានោះដោយសារអីដោយសារឧបនិស្ស័យដែលយើងសន្សំពីអតីតមកយកមកប្រើបច្ចុប្បន្នពីមុនមកយើងអញ្ចឹងដូចអ្នកដែលដើរបបួលគេរាល់ថ្ងៃញាតិញោមដែលដើរបបួលខំប្រឹងដើរបបួលញាតិញោមហើយចំណាយទាំងទ្រព្យរបស់គាត់ទៀតទៅអនាគតជាតិគឺសម្បូរអញ្ចឹងញាតិញោមសម្បូរទាំងទ្រព្យសម្បូរទាំងញាតិចុះញាតិញោមខ្លះមានញាតិញោមមានដែលឃើញមនុស្សខ្លះកើតមកក្រខ្សត់អត់ភ្លៀនលំបាកអោកយ៉ាវេទនារោប្រាក់ខ្វះល្ងាចខ្វះទឹកខោអោប៉ុន្តែបើមានរវល់កាច់ធរៈតុកយកប្រឡប់ប្រពីងប្រពើភ្លៀងអលំសសិស្រាមិនក៏ដោយគាត់ក្រលហេមហាមែនប៉ុន្តែមានធរៈអីនៅផ្ទះគាត់គឺញាតទាំងកទាំងមានទៅលោកទឹកលោកដៃផ្លាប់ទៅទេអានោះមានញាតតែវាអត់ទ្រព្យហេតុអីភាកច្រើនអ្នកដែលមានញាតឲ្យអត់ទ្រព្យនិយាយដល់ញោមចាតិចទៀតចុះអានឹងភាកច្រើនតែដូចជាញោមអាចារ្យហ្នឹងញោមកាន់ផ្ទាល់ពីផ្ទះមួយទៅផ្ទះមួយញោមហើយបកោបកាអត់យាយអើយកសាងវត្តខណាយាយស៊ីម៉ង់ក៏ដោយដៃក៏ដោយមួយតោនក៏ដោយមលីក៏ដោយតាមសទ្ធាជ្រះខ្លាំងក៏មកលអីស្រូវមកលអីទៅបច្ច័យតិចច្រើនអីគេចូលគ្រប់គ្នាតមនុស្សគេចូលមកលអីមកមនុស្សគេចូលដៃមួយតោនមកស៊ីម៉ង់មលីមកដល់គាត់ដើរពីចុងភូមិដល់ដើមភូមិញោមទីហោដើរតាំងពីចុងភូមិដល់ដើមភូមិដល់ពេលបានបច្ច័យបានកបានដៃបានស៊ីម៉ង់មកយកទៅវេប្រគេនទីគុណគ្រូចាតិកាអស់ទៅផ្លេចនឹកគឺអាខ្លួនឯងបបួលគេមកប្រឹកទល់ល្ងាចហើយយកទៅរបស់គេមកចូលអាខ្លួនឯងតែមកក៏កុំឲ្យទៅចូលញោមអាហ្នឹងដែលមានតែញាតក៏វាអត់ទ្រព្យអ្នកខ្លះទៀតមានទ្រព្យតែអត់ញាតញោមធ្លាប់ឃើញទេឋានៈតួនាទីជាឯកឧត្តមរដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការសមាជិកក្នុងក្រសួងអង្គការស្ថាប័នមានមុខមាត់យកសក្តិតួនាទីខ្ពង់ខ្ពស់ប៉ិនបើមានរវល់ផ្ទះគាត់កុំឲ្យតែមានពីណាមកស្ងាត់ឈឹងទៅមកហេតុអីអាហ្នឹងហើយវាមានតែទ្រព្យប៉ិនអត់ញាតសួរថាហេតុអីបានមានទ្រព្យតែអត់ញាតដូចជាអ្នកខ្លះគាត់ថាសពថ្ងៃមានណាគាត់ថាមិនបាច់ទេកូនតែប្រាប់ភ្ញៀវនាំទៅដៃទៅជើងអីយើងធ្វើបន់តែគ្នាយើងហ្នឹងទៅបានតែខ្វះអីលុយយើងធ្វើតែយើងទៅហើយចាំបាច់ទៅហៅគេមកនាំទៅដៃទៅជើងអីអាហ្នឹងហើយដែលមានតែទ្រព្យប៉ិនវាអត់ញាតហើយអត់ញាតអត់សុខទេញាតញោមតើតែយកញាតរកក្នុងសង្គមបើយើងមានតែទ្រព្យហើយអត់ញាតអត់សុខទេអាត្មាលើកឧទាហរណ៍លើកពាក្យរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គប្រៀបធៀបព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងធម្មនាលអវិសោទាំងឡាយគាថានឹងប្រុសណាស់ប៉ុន្តែអាត្មានិយាយតែខែមរៈភាសាទេញាតិញោមចាំស្ដាប់ពុទ្ធិកាព្រះត្រង់ចំណុចហ្នឹងព្រះអង្គលើកប្រៀបធៀបឧទាហរណ៍ត្រង់ចំណុចហ្នឹងប្រុសមែនតើអាត្មាយកទុកក្នុងចិត្តឲ្យអនុវត្តតាមរាល់ថ្ងៃកើតជាប្រយោជន៍ញាតិញោមខ្លះយកទៅស្ដាប់ឲ្យអនុវត្តតាមកើតជាប្រយោជន៍ពីរោះណាស់ព្រះអង្គសម្ដែងថាចាំមើលពីរោះមិនញាតិញោមចាំស្ដាប់ឲ្យតន់ណាព្រះអង្គធម្មនាលអវិសោទាំងឡាយ